ខ្ញុំសូមបញ្ជាក់ជូនថាការបើកច្រកគឺថៃកងទ័ពថៃជាអ្នកបិទដូច្នេះកងទ័ពថៃត្រូវតែជាអ្នកបើកដោយកម្ពុជាមិនត្រូវចរចាទៅលើបញ្ហានេះទេមានសំណើសូមឲ្យមានការចរចាក៏ប៉ុន្តែតើវាស័ក្តិសមទេសម្រាប់ការចរចារឿងបែបនេះការរំលោភលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរទៅលើបញ្ហាច្រកព្រំដែនដែលបានព្រមព្រៀងគ្នាពេលបិទខ្លួនឯងពេលបើកប្រមូលចរចាដើម្បីកុំឲ្យបាក់មុខខ្លួនទាញកម្ពុជាយកទៅបាក់មុខជាមួយកម្ពុជាជាប្រទេសដែលមានកិត្តិយសមានសក្តិថ្លៃថ្នូរហើយចេះទទួលខុសត្រូវសង្ឃឹមថាភាគីថៃនឹងត្រូវចេះទទួលខុសត្រូវក្នុងករណីខ្លួនបានប្រព្រឹត្តហើយខ្លួនមកដាក់លក្ខខណ្ឌចរចាដើម្បីបើកកម្ពុជាអត់ទទួលយកបានទេហើយសូមបងប្អូនប្រជាជនថៃសូមកុំបន្ទោសរដ្ឋាភិបាលកម្ពុជាក្នុងការបិទច្រកដូងដែលហាមឃាត់នៅការដឹកផ្លែឈើនិងការបន្លែមកតាមច្រកដូងដែលមួយថ្ងៃរាប់រយឡានដឹកចូលមកកម្ពុជានិងឆ្លងកាត់ទៅវៀតណាមឥឡូវនេះបើកុំអីថ្ងៃនេះយើងបិទទូទាំងព្រំដែនតែម្ដងទៅលើការនាំចូលបន្លែនិងផ្លែឈើចូលកម្ពុជាប៉ុន្តែដោយសារតែមានការសន្ទនារវាងខ្ញុំជាមួយនឹងនាយករដ្ឋមន្ត្រីថៃរវាងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតជាមួយនាយករដ្ឋមន្ត្រីថៃយើងពន្យាពេល24ម៉ោងប៉ុន្តែបើថ្ងៃនេះភាគីថៃមិនព្រមបើកច្រកហើយដោយដើមវិញទេថ្ងៃស្អែកយើងនឹងចាប់អនុវត្តទូទាំងព្រំដែនហើយហាមឃាត់នៅការនាំចូលផ្លែឈើនិងហាមឃាត់នៅការនាំចូលបន្លែចូលមកកាន់កម្ពុជាពេលនេះកម្ពុជាអត់មានទៅការនាំស្អីទេហើយបើសិនជានៅក្នុងសូមណែនាំលើរឿងនេះទី1